ពេលល្ងាចឡើងអ្នកទាំងអស់គ្នាដឹងថាទៅកន្លែងណាអូខេតោះទៅជាមួយខ្ញុំទាំងអស់គ្នានាំអ្នកទាំងអស់គ្នាទៅមើលកន្លែងមួយកន្លែងនេះគឺស្អាតខ្លាំងមែនទែនពេលល្ងាចឡើងយើងអាចទៅអង្គុយលេងបានទេអ្នកទាំងអស់គ្នាហើយចង់និយាយថាពេលយើងបំពេញការងារមួយថ្ងៃវល់ល្ងាចយើងមានការហត់នឿយអីចឹងយើងអាចមកលំហែអារម្មណ៍នៅទីនេះបានណាព្រោះមកដល់ទីនេះភ្លាមមានអារម្មណ៍ថាតិចស្រួលអ្នកទាំងអស់គ្នាព្រោះពេលល្ងាចឡើងវានៅថ្ងៃរៀបលេងចឹងទៅមានខ្យល់អាកាសបរិសុទ្ធល្អខ្លាំងមែនទែនហើយយើងអាចក្រាក់កន្ទេលញ៉ាំរបៀបចេះអាំងសាច់ជារបៀបpicnic អីចឹងទៅ barbecue នៅក្បែរនេះអ្នកនរគ្នាឃើញមាត់ទឹកអត់ស្អាតខ្លាំងមែនតើហើយមានបងប្អូនប្រជាពលរដ្ឋយើងទៅលេងច្រើនណាមានទាំងចាស់ទាំងក្មេងក៏ទៅជាគ្រួសារជាលក្ខណៈមិត្តភ័ក្តិអីក៏មានដែរគឺថាសប្បាយខ្លាំងមែនតើគ្រាន់ទៅជាលក្ខណៈថាយើងទៅញ៉ាំអីកំសាន្តអីពេលល្ងាចអីចឹងណាអ្នកខ្លះទៅគាត់មានកូនតូចៗអីចឹងអាចចុះលេងទឹកបានទៀតនៅក្បែរមាត់ទឹកស្អាតខ្លាំងមែនតើហើយខ្យល់ត្រជាក់ស្រួលណាអ្នកនរគ្នាអើយយើងអាចជិះឡានទៅក៏បានជិះម៉ូតូទៅក៏បានយើងយកឡានទៅក៏បានដែរយើងមានជាតុ picnic ឬក៏មានជាកន្ទេលអីចឹងទៅយើងអាចក្រាលអង្គុយលេងបានទៀតតែបើសិនយើងអត់មានក៏មិនបារម្ភដែរព្រោះនៅទីនោះក៏មានបងប្អូនអាជីវកររបស់យើងគាត់មានកន្ទេលមានអីសម្រាប់ឲ្យយើងក្រាលជួលអីចឹងណាអូខេអង្គុយលេងបានយើងកំងមហូបអីបានឬក៏យើងចង់ខ្ចប់ទៅខ្លួនឯងក៏បានដែរយើងរៀបចំខ្លួនឯងទៅក៏បានវាម្យ៉ាងម្នាក់ដែរគឺថាមើលទៅស្រស់ស្អាតខ្លាំងមែនទែនហើយទឹកនឹងរាក់ទេអ្នកនរគ្នាហើយទីនេះផងដែរគឺបារាយអ្នកនរគ្នាប្រកាសជាស្គាល់ហើយបារាយហើយនៅរដូវនេះវាជិតដល់រដូវវស្សាដែរប៉ុន្តែទឹកអត់ទាន់ឡើងទេហើយមានបងប្អូនខ្លះគាត់អាចបងសំណាញ់បានទៀតទឹកនឹងកន្លែងហ្នឹងរាក់មែនទែនយើងអាចជិះម៉ូតូបានឬក៏អាចដើរឆ្លងទៅម្ខាងក៏បានដែរស្អាតខ្លាំងណាបងប្អូនអើយស្អាតមែនទែននេះងាយឡើងអីចឹងយើងមកអង្គុយលេងមកស្រូបយកខ្យល់អាកាសបរិសុទ្ធអានេះបងប្អូនគាត់កំពុងបងសំណាញ់ណានេះទឹករាក់មែនទែនអត់នេះផងស្មើស្មងជើងអ្នកនរគ្នាទឹករាក់អញ្ចឹងហើយកន្លែងនេះគឺមានបងប្អូនយើងចេញចូលមកអង្គុយលេងអីចឹងណាយើងអាចជួលកន្ទេលគាត់ទៅហើយកំងអីញ៉ាំបានដូចជាបុកល្ហុងឬក៏ប្រហិតចៀនអីចឹងទៅមានច្រើនណាយើងអាចចង់ញ៉ាំអីក៏បានដែរមានសាច់ក្រកអាំងអីចឹងទៅស្អីក៏មានដែរបងប្អូនអាចអង្គុយលេងបានហើយទៅលក្ខណៈជាគ្រួសារក៏បានទៅតាមមិត្តភ័ក្តិក៏បានដែរសប្បាយមែនតើដោយសារអីយើងឃើញបរិយាកាសបែបធម្មជាតិនៅថ្ងៃរៀបលេងអីចឹងណាគឺថាចង់និយាយថាវាស្រស់ស្អាតហើយស្រស់ស្រាយទៀតដល់ពេលអញ្ចឹងយើងអាចធ្វើដំណើរទៅលេងទាំងអស់គ្នាណាកុំភ្លេចយកខ្យល់បរិសុទ្ធទាំងអស់គ្នាហើយម្យ៉ាងទៀតយើងមានអារម្មណ៍ថាវាបំពេញកម្លាំងកាយឡើងវិញបន្ទាប់ពីយើងបានបំពេញការងារមួយថ្ងៃវល់ល្ងាចអីចឹងណាគឺទីនេះគឺល្អបំផុតហើយសម្រាប់អ្នកនរគ្នាកំសាន្តពេលល្ងាចអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ